ឬក៏ការឈឺចាប់គឺជាផ្នែកមួយនៃជីវិតរបស់យើងមានន័យថាយើងចង់មិនចង់យើងទាំងអស់គ្នានឹងជួបហើយសូមជម្រាបសួរនិងស្វាគមន៍ដល់លោកអ្នកបងប្អូនជាថ្មីម្ដងទៀតមកកាន់ podcast របស់យើងស្វាគមន៍ហើយសួស្តីឆ្នាំថ្មីទៅដល់លោកអ្នកបងប្អូននៅក្នុងសប្តាហ៍នេះយើងនឹងទៅចែកគ្នាអំពីជំនាញស៊ូទ្រាំពេលមានទុក្ខព្រួយខ្ញុំជឿថានេះគឺជាជំនាញមួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំគួរតែមានតាមរយៈបទពិសោធន៍ដែលយើងបានឆ្លងកាត់កន្លងមកដែលប្រទេសរបស់យើងជួបជាមួយនឹងភាពសង្គ្រាមការមានសង្គ្រាមហើយមានទុក្ខលំបាកជាច្រើនបានកើតឡើងកុំឲ្យខាត់ពេលយូរយើងនឹងជួបជាមួយនឹងបងស្រីដែលជាវាគ្មិនកិត្តិយសនឹងជួយទៅដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំទាំងអស់គ្នាផងដែរជំរាបសួរបងចាជំរាបសួរពេជ្រសុខសប្បាយជាទេបងចាសុខសប្បាយអូខេមុននឹងទៅដល់សំណួរអនុញ្ញាតបងបានណែនាំខ្លួនទៅដល់បងប្អូនដែលជាទស្សនិកជនរបស់យើងចាសូមជើញចាបានចាសូមជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសាមុនខ្ញុំជាអ្នកប្រឹក្សាយោបល់មួយរូបដែលបានបញ្ចប់ថ្នាក់បញ្ញត្តិបត្រជាន់ខ្ពស់ផ្នែកប្រឹក្សាយោបល់និងចិត្តវិទ្យា Clinic ចាហើយបច្ចុប្បន្នខ្ញុំកំពុងបម្រើការងារនៅក្នុងអង្គការគ្រីបរិស័ទមួយកន្លែងដែលជាអ្នកកាន់កម្មវិធីគម្រោងពង្រឹងទំនុកចិត្តស្ត្រីចាចាអរគុណអញ្ចឹងខ្ញុំជឿថាតាមរយៈបទពិសោធន៍នៃការសិក្សាក៏ដូចជាបទពិសោធន៍នៃការងាររបស់បងនឹងជួយទៅដល់នាងខ្ញុំហើយនឹងបងប្អូនដែលកំពុងទៅទស្សនានេះបានយល់កាន់តែច្បាស់អំពីជំនាញនៃស៊ូទ្រាំពេលមានទុក្ខព្រួយដែលយើងបានឆ្លងកាត់កន្លងមកអរគុណអញ្ចឹងតើជំនាញស៊ូទ្រាំពេលមានទុក្ខព្រួយនេះមានន័យយ៉ាងដូចម្ដេចដែរចាហ្នឹងហើយអរគុណច្រើនពេកអញ្ចឹងជំនាញនេះគឺជាជំនាញមួយក្នុងចំណោមជំនាញទាំង4នៃការព្យាបាលមួយដែលគេមានឈ្មោះថា DBT ចាហើយជំនាញនេះដែរគឺវាជាជំនាញមួយដែលជួយឲ្យយើងមាននៅសមត្ថភាពក្នុងការដែលយើងគ្រប់គ្រងនៅទុក្ខព្រួយរបស់យើងទុក្ខព្រួយហ្នឹងគឺសំដៅទៅលើទាំងការឈឺចាប់ទុក្ខព្រួយហ្នឹងសំដៅទៅលើការថប់បារម្ភរបស់យើងចាហើយជំនាញនេះវាជួយឲ្យយើងមានសមត្ថភាពគ្រប់គ្រងហើយយើងគេហៅថាมันមាននៅសកម្មភាពឬក៏អកប្បកិរិយាបថុយបឋានដោយសារនៅពេលដែលយើងជួបទៅនឹងទុក្ខលំបាកការគំរាមកំហែងឬក៏ការប៉ះទង្គិចផ្លូវចិត្តយើងមានប្រតិកម្មឆ្លើយតបមែនទេចាអ្នកខ្លះគាត់រត់គេចអ្នកខ្លះគាត់តបតចាអ្នកខ្លះទៀតគាត់ជាប់គាំងហើយពេលណាដែលយើងជួបនៅគេហៅថាស្ថានភាពឈឺចាប់ខ្លាំងណាហួសសមត្ថភាពរបស់យើងអ្នកខ្លះគឺគាត់ឈានទៅដល់ការដែលធ្វើបាបខ្លួនឯងចាហើយខ្លះទៀតក៏ធ្វើបាបដល់អ្នកដទៃអញ្ចឹងជំនាញនេះគឺជួយឲ្យយើងអាចមានសមត្ថភាពក្នុងការគ្រប់គ្រងនៅអកប្បកិរិយាដែលបថុយបឋានហ្នឹងចាអរគុណច្រើនដូច្នេះយើងនឹងរៀនទាំងអស់គ្នាហើយនឹងបានលើទាំងអស់គ្នាថាតើជំនាញមួយនេះដូចបងបាននិយាយថាជាសមត្ថភាពក្នុងការដែលគ្រប់គ្រងនៅពេលដែលយើងមានទុក្ខព្រួយខ្ញុំជឿថាលោកអ្នកបងប្អូនហើយនឹងខ្ញុំទាំងអស់គ្នាបានកន្លងមកប្រហែលជាតែមិនដល់មួយខែមុនដែលយើងឆ្លងកាត់នៅសង្គ្រាមដែលបងប្អូនមួយចំនួនគាត់ឆ្លងកាត់ដោយផ្ទាល់ហើយសម្រាប់យើងនាងខ្ញុំហើយប្រហែលជាបងនៅទីក្រុងភ្នំពេញយើងអត់ឃើញដោយផ្ទាល់អត់ឆ្លងកាត់ដោយផ្ទាល់ប៉ុន្តែយើងឃើញតាមរយៈព័ត៌មានហើយយើងទទួលអារម្មណ៍នៃទុក្ខព្រួយដូចគ្នាដែរចាអញ្ចឹងតើជំនាញមួយនេះវាមាននៅសារៈប្រយោជន៍អ្វីខ្លះទៅដល់មនុស្សគ្រប់រូបតែគួរតែមាននៅជំនាញក្នុងការដែលគ្រប់គ្រងនៅពេលដែលមានទុក្ខព្រួយចាហ្នឹងហើយទី1ជំនាញហ្នឹងវាជួយឲ្យយើងទទួលស្គាល់ថាទុក្ខព្រួយឬក៏ការឈឺចាប់គឺជាផ្នែកមួយនៃជីវិតរបស់យើងមានន័យថាយើងចង់មិនចង់យើងទាំងអស់គ្នានឹងជួបហើយចាអញ្ចឹងវាជួយឲ្យយើងមើលឃើញថាការឈឺចាប់វាគឺជាផ្នែកមួយនៃជីវិតយើងចាមានណាគេអាចជៀសផុតទេចាដោយសារតែយើងជាមនុស្សហើយយើងកើតមកយើងមានបាបជាប់ខ្លួនមែនទេហើយដូចក្នុងពុទ្ធសាសនាថាមានរូបមានទុក្ខអញ្ចឹងយើងទាំងអស់គ្នាគឺមានអាណាងយើងជៀសមិនផុតទេអញ្ចឹងទី2វាជួយឲ្យយើងអាចមាននៅសមត្ថភាពក្នុងការដែលយើងបញ្ជៀសនៅអាកប្បកិរិយាដែលបថុយបឋានអាកប្បកិរិយាដែលឬក៏អារម្មណ៍ដែលឆេះឆាវទាំងអស់ហ្នឹងហើយទី3វាជួយឲ្យយើងបង្កើននូវភាពធន់កាលណាដែលយើងចាប់ផ្ដើមចេះនៅជំនាញទាំងអស់ហ្នឹងបបពិសោធន៍ហ្នឹងពេលក្រោយពេលយើងជួបស្ថានភាពទុក្ខព្រួយឬការឈឺចាប់ផ្សេងទៀតយើងអាចមាននៅសមត្ថភាពកាន់តែច្រើនជាងមុនចាអញ្ចឹងវាបង្កើនភាពធន់របស់យើងចាអរគុណច្រើនបងអញ្ចឹងខ្ញុំចាប់អារម្មណ៍ថានេះគឺជាជំនាញមួយដែលមានអត្ថប្រយោជន៍ទៅដល់ជីវិតរបស់យើងខ្លាំងមែនទែនពីព្រោះត្រូវទទួលស្គាល់ថាគ្រប់គ្នានឹងមាននៅការឈឺចាប់
មានជីវិតគឺមាននៅទុកសោកមាននៅទុកព្រួយទោះប្រហែលជានៅក្នុងពេលវេលាខុសគ្នាក្នុងកលៈទេសៈផ្សេងគ្នានៅក្នុងរូបភាពផ្សេងគ្នាប៉ុន្តែម្នាក់សុទ្ធតែមានទុកព្រួយអញ្ចឹងឲ្យយើងចង់ឲ្យយើងមាននៅសមត្ថភាពថាតើយើងអាចគ្រប់គ្រងអារម្មណ៍របស់យើងជំនាញក្នុងការដែលយើងអាចស៊ូទ្រាំបាននៅពេលដែលមានទុក្ខលំបាកនឹងវាបានជះឥទ្ធិពលអ្វីខ្លះមកដល់រាងកាយរបស់យើងគឺជួយឲ្យយើងមានភាពធន់ចា៎អញ្ចឹងទោះបីជាភាពធន់ខ្ញុំស្រឡាញ់ពាក្យហ្នឹងមែនតើព្រោះពេលដែលយើងធន់ណារឹងមាំធន់ណាសម្ភារៈគេប្រើគេប្រាប់ថាធន់នឹងកម្ដៅថ្ងៃធន់នឹងខ្យល់ធន់នឹងភ្លៀងមានន័យថាអាកាសធាតុវានឹងមាននៅភ្លៀងខ្យល់កម្ដៅថ្ងៃព្យុះអីផ្សេងអញ្ចឹងយើងនឹងជ្រើសរើសថាផលិតផលមួយណាដែលវានឹងធន់នឹងជាមួយនឹងទាំងអស់ហ្នឹងអញ្ចឹងបើជីវិតយើងធន់ណាផ្លូវចិត្តយើងធន់ជាមួយនឹងទុក្ខលំបាកលោកអ្នកបងប្អូនហើយនឹងខ្ញុំនឹងអាចធ្វើកិច្ចការដល់ប្រសើរបានអញ្ចឹងតើមានរបៀបអ្វីខ្លះដែលនឹងជួយទៅដល់ទាំងខ្ញុំទាំងលោកអ្នកបងប្អូនដែលកំពុងតែទស្សនាឲ្យយើងអាចមាននៅជំនាញមួយនេះបានគឺជំនាញក្នុងការដែលស៊ូទ្រាំនៅពេលដែលមានទុក្ខព្រួយចាអរគុណអញ្ចឹងទី1គឺគេហៅថាជំនាញ distracting ដែលយើងបកថាការបង្វែរហើយការបង្វែរមានន័យថាយើងដក clear ចាយើងងាកចេញអំពីអាទុកព្រួយការលំបាកដែលយើងមានហ្នឹងសិនអញ្ចឹងយើងចាក់ចេញយើងទុកវាសិនមិនមែនមានន័យថាយើងអត់ដោះស្រាយវាប៉ុន្តែក្នុងស្ថានភាពហ្នឹងយើងបង្វែរអំពីការឈឺចាប់ហ្នឹងចាការចាក់ចេញការដែលយើងទៅធ្វើនេះធ្វើនោះវាជួយបន្លែបន្លប់យើងកុំឲ្យយើងនៅក្នុងអាស្ថានភាពដែលកំពុងតែមានទុកព្រួយហ្នឹងចាការដែលយើងដកដង្ហើមវែងគ្រាន់តែយើងចំណាយពេលតែមួយផ្លែទេចាដកដង្ហើមធំដកដង្ហើមវែងអាហ្នឹងក៏ជួយឲ្យយើងគេហៅថាបង្វែរយើងចេញអំពីអាទុកព្រួយនឹងដែរការដែលយើងសម្រាកសាច់ដុំដែលយើងធ្លាប់ធ្វើលំហាត់សម្រាកសាច់ដុំអាហ្នឹងក៏ជួយដែរព្រោះយើងដឹងថានៅពេលដែលយើងជួបនៅស្ថានភាពហ្នឹងរាងកាយរបស់យើងតឹងណែណៃចាដែលយើងធ្វើលំហាត់សម្រាកសាច់ដុំហ្នឹងវាជួយបង្វែរនៅស្ថានភាពហ្នឹងហើយមួយទៀតតកតនឹងគេហៅថាញញឹមដែរតែយើងមិនចាំបាច់ទៅញញឹមខ្លាំងឬក៏សើចអីទេគ្រាន់តែញញឹមបន្តិចហ្នឹងក៏វាជួយដល់យើងដែរចាហើយមានមួយទៀតដែលគេជាអក្សរកាត់ដែលមានពាក្យថាអាសឹបចឹងអាសឹបហ្នឹងមកពីពាក្យទី1គឺ A គឺ activity សកម្មភាពអញ្ចឹងយើងឃើញថានៅពេលដែលយើងជួបនៅទុកព្រួយពិសេសគឺឧទាហរណ៍ជាការធ្លាក់ទឹកចិត្តចឹងអត់ចង់ធ្វើអីអត់ចង់អត់ចង់ធ្វើសកម្មភាពអីទាំងអស់ប៉ុន្តែនៅក្នុងចំណុចនេះគេលើកទឹកចិត្តឲ្យយើងធ្វើសកម្មភាពព្រោះកាលណាយើងទៅធ្វើសកម្មភាពផ្សេងគឺវាជួយឲ្យគេហៅថារាងកាយរបស់យើងមានចលនាហើយវាជួយឲ្យយើងចាប់ផ្ដើមដេកធ្លាប់បាត់ពេលយើងទៅធ្វើអីមួយយើងដេករៀងភ្លេចអាហ្នឹងដែលយើងកំពុងតែគិតពេលមុនហ្នឹងខ្ញុំគាំទ្រយល់ស្រប 100% ពេលខ្លះយើងមានអារម្មណ៍ថាខ្ជិលឬក៏តានតឹងណាប៉ុន្តែគ្រាន់តែងើបបដូរសកម្មភាពទៅធ្វើអ្វីមួយងើបពីគ្រែឬក៏កៅអីឬក៏សាឡុងដែលយើងអង្គុយនៅក្នុងភេទឋានតឹងហ្នឹងណាធ្វើឲ្យយើងចាប់ដើមមានអារម្មណ៍ប្លែកមួយអញ្ចឹងការធ្វើសកម្មភាពធ្វើលំហាត់ប្រាណអីផ្សេងទី2មកពីពាក្យថា C ហ្នឹងមកពីពាក្យ contribute to others មានន័យថាយើងចូលរួមចំណែកជួយដល់អ្នកដទៃយើងចង់និយាយថាពេលយើងទៅជួយគេយើងភ្លេចគិតពីខ្លួនឯងយើងភ្លេចគិតអីដែលយើងកំពុងមានហើយព្រោះដោយសារយើងទៅជួយអ្នកដទៃយើងស្ម័គ្រចិត្តធ្វើនេះធ្វើនោះយើងផ្ដោតទៅលើពួកគាត់ផ្ដោតទៅលើអីដែលយើងអាចធ្វើសម្រាប់ពួកគាត់អញ្ចឹងយើងដេកភ្លេចអំពីអាទុកព្រួយការលំបាកដែលយើងកំពុងតែមានហើយ C មួយទៀតគឺពាក្យ compare ហ្នឹងមានន័យថាប្រៀបធៀបហ្នឹងមានន័យថាយើងប្រៀបធៀបជាមួយនឹងបទពិសោធន៍កន្លងមកដែលយើងបានឆ្លងកាត់ព្រោះមនុស្សយើងមិនមែនជួបតែការលំបាកតែម្ដងទេត្រូវអត់យើងជួបច្រើនដងហើយយើងបានឆ្លងកាត់ច្រើនដងដែរអញ្ចឹងពេលយើងជួបការលំបាកឬឈឺចាប់លើកហ្នឹងយើងអាចគិតថាកាលពីមុនខ្ញុំឆ្លងកាត់ការឈឺចាប់បានមកដល់ឥឡូវអញ្ចឹងខ្ញុំជឿថាការឈឺចាប់លើកនេះក៏ធ្វើឲ្យខ្ញុំអាចឆ្លងផុតបានដែរអញ្ចឹងយើងប្រៀបធៀបអញ្ចឹងគឺជួយឲ្យយើងមើលឃើញថាយើងអាចឆ្លងផុតវាបានព្រោះយើងឆ្លងពីមុនហើយដែរអញ្ចឹងណាហើយមួយទៀតយើងក៏អាចប្រៀបធៀបថាទទួលស្គាល់ថាខ្ញុំកំពុងតែជួបទុក្ខព្រួយប៉ុន្តែមើលទៅគេគាត់ពិបាកជាងយើងទៀតមើលទៅគាត់ជួបបញ្ហាខ្លាំងជាងខ្ញុំទៀតដល់ពេលឲ្យយើងប្រៀបធៀបបែបហ្នឹងគឺជួយយើងដែរឲ្យយើងបង្វែរការដែលយើងមើលឃើញអំពីទុក្ខលំបាករបស់យើងហ្នឹងស្រាលជាងមុនចាអញ្ចឹងនេះគឺជាចំណុច C ហើយមួយទៀតមកពីពាក្យថា emotions អក្សរ E ហ្នឹង emotion គឺនិយាយអំពីអារម្មណ៍
អញ្ចឹងនៅពេលដែលយើងជួបទុក្ខព្រួយយើងនឹងមានអារម្មណ៍ឈឺចាប់យើងនឹងមានអារម្មណ៍ពិបាកតានតឹងធុញថប់ចាច្រើនប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើសកម្មភាពណាដែលធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរឧទាហរណ៍អ្នកខ្លះគាត់មើលរឿងកំ pl ែងគាត់អត់សុខចិត្តទេប៉ុន្តែគាត់ទៅមើលដល់ពេលគាត់មើលគាត់មានអារម្មណ៍គាត់បានសោកអីចឹងដែរអញ្ចឹងវាជួយផ្លាស់ប្ដូរអារម្មណ៍របស់យើងព្រោះអីយើងអាចផ្លាស់ប្ដូរតាមរយៈសកម្មភាពណាមួយដែលជួយឲ្យយើងមានអារម្មណ៍ថាផ្ទុយពីអារម្មណ៍ដែលយើងកំពុងមានអញ្ចឹងណាបើសិនយើងសោកសៅយើងធ្វើអីដែលធ្វើឲ្យយើងរីករាយចាអញ្ចឹងអាហ្នឹងវាជួយឲ្យអារម្មណ៍យើងផ្លាស់ប្ដូរពីអារម្មណ៍សោកសៅទៅជាអារម្មណ៍រីករាយបន្ទាប់ពីអក្សរ E គឺមានអក្សរ P គឺមកពីពាក្យថា push away មានន័យថាយើងរុញច្រាននៅគំនិតចាកំណត់អវិជ្ជមានឬក៏រុញច្រាននៅអាការឈឺចាប់ហ្នឹងមានន័យថាមិនមែនយើងបំភ្លេចទេប៉ុន្តែយើងទុកវាមួយឡែកសិនយើងឲ្យវានៅឡែកហ្នឹងសិនដើម្បីឲ្យយើងអាចគេហៅរកពេលវេលាស្ដាររកពេលវេលាជួយខ្លួនឯងដើម្បីឲ្យយើងអាចល្អប្រសើរដើម្បីឲ្យយើងមានសមត្ថភាពក្នុងការដែលយើងទ្រាំទ្រជាមួយអ្វីដែលយើងកំពុងតែមានហ្នឹងពួកអីកាលណាបើសិនជាវាធ្ងន់ពេកយើងពិបាកនៅក្នុងការដែលយើងគេហៅថាតបតឬក៏ទប់ទល់ជាមួយនឹងស្ថានភាពហ្នឹងហើយអក្សរ T មកពីពាក្យថា thoughts គំនិតអញ្ចឹងចង់និយាយថាយើងមានគំនិតច្រើនយើងមានការគិតច្រើននៅពេលហ្នឹងចាហើយការគិតទាំងអស់ហ្នឹងគឺយើងអាចយកវាមកគិតទាំងអស់ក្នុងពេលតែមួយទេចាវាមានរឿងច្រើនដែលយើងគិតអញ្ចឹងយើងត្រូវតែព្យាយាមផ្ដោតលើគំនិតម្ដងមួយចាគិតម្ដងមួយដោះស្រាយម្ដងមួយជំហានទើបយើងអាចគេហៅថាមានសមត្ថភាពទើបយើងអាចទៅមុខបានបើសិនយើងគិតទាំងអស់ក្នុងពេលតែមួយគឺមានអារម្មណ៍ថាយើងពិបាកយើងមិនដឹងធ្វើអាណាទុកអាណាមិនដឹងដោះស្រាយអាណាទុកអាណាទេអញ្ចឹងការគិតម្ដងមួយហើយចុងក្រោយគឺអក្សរ S ហ្នឹងគឺមកពីពាក្យ sensations ការញៀនដែលយើងបានធ្លាប់ជជែកគ្នាខ្លះហើយការដែលយើងដឹងថាឥឡូវខ្ញុំកំពុងនៅណាខ្ញុំកំពុងធ្វើអីខ្ញុំញ៉ាំអាហ្នឹងរសជាតិម៉េចអូវាក្តៅឬត្រជាក់អញ្ចឹងយើងដឹងថាយើងកំពុងតែនៅណាហ្នឹងវាជួយឲ្យយើងមកបច្ចុប្បន្នភាពយើងអត់លងនៅក្នុងស្ថានភាពឬការឈឺចាប់របស់យើងទេអញ្ចឹងនេះគឺជាពាក្យកាត់នៃអក្សរ ASAPS អូខេចាខ្ញុំជឿថាប្រហែលជាលោកអ្នកបងប្អូនគាត់ថាអូច្រើនឬក៏វែងខ្ញុំអត់ចាំលោកអ្នកបងប្អូនតែងតែត្រឡប់មកមើលវីដេអូវិញបានតើប៉ុន្តែអ្វីដែលយើងលើកទឹកចិត្តអ្វីដែលខ្ញុំអង្គុយស្ដាប់ហើយខ្ញុំរៀនបាននេះគឺវាមានរបៀបជាច្រើនទី1យើងចាក់ចេញពីអារម្មណ៍ដែលយើងកំពុងតែគាត់ថានោះវាជាទុកព្រួយរបស់យើងអញ្ចឹងយើងចាក់ចេញហើយមួយទៀតខ្ញុំស្រឡាញ់ពីការដែលយើងជួយអ្នកណាម្នាក់ឬក៏សកម្មភាពណាមួយដែលយើងអាចទៅជួយធ្វើកិច្ចការផ្សេងប្រហែលជាយើងគិតថាការងារសង្គមឬក៏ទៅជួយលីសែងបងប្អូនដទៃទៀតតែតាមពិតពេលខ្លះនៅក្នុងផ្ទះយើងអាចជួយមានន័យថាជាការចូលរួមចំណែកនោះបែរជាលោកអ្នកបងប្អូនជាឪពុកម្ដាយអាចចូលរួមចំណែកនៅធ្វើកិច្ចការរបស់កូនដូចគ្រាន់តែអង្គុយដើម្បីជួយធ្វើការងារផ្ទះមានន័យថាចូលរួមសកម្មភាពហើយគ្រប់គ្រងទៅដល់គាត់ឬក៏លោកអ្នកបងប្អូនជាកូនអាចទៅធ្វើកិច្ចការណាមួយដែលឪពុកម្ដាយរបស់យើងកំពុងតែធ្វើយើងអាចទៅជួយបានឬក៏ជាពិសេសការចូលរួមនៅក្នុងប្រទេសកម្ពុជារបស់យើងឃើញថាកន្លងមកយើងឃើញថាយើងឆ្លងកាត់នៅពេលវេលាដ៏លំបាកនិងមានទុក្ខព្រួយចាប៉ុន្តែបងប្អូនខ្ញុំរំភើបចិត្តនៅពេលដែលម្នាក់យើងអត់មានទុក្ខព្រួយហើយម្នាក់សងំនៅក្នុងផ្ទះហើយពួកយើងបានចេញទៅហើយចូលរួមចំណែកចូលរួមជួយគ្នាទៅតាមលទ្ធភាពទៅតាមសមត្ថភាពដែលយើងអាចធ្វើបានបងប្អូនខ្លះគាត់មានលទ្ធភាពសមត្ថភាពធ្វើដំណើរទៅដល់ទីកន្លែងដែលបងប្អូនរបស់យើងកំពុងតែជួបនៅទុក្ខលំបាកផ្ទាល់បងប្អូនខ្លះអត់បានទៅចូលរួមដោយផ្ទាល់ប៉ុន្តែអាចនៅទីក្រុងភ្នំពេញដើម្បីរៀបចំខ្ចប់អីវ៉ាន់អ្នកខ្លះអាចចូលរួមជាចំណែកនៃលុយជាថវិកាជាសម្ភារៈខ្ញុំឃើញថាយើងមានទុក្ខព្រួយមែនប៉ុន្តែនោះគឺជាឧទាហរណ៍មួយដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំអាចរៀនបានថានោះហើយជាសកម្មភាពនៅពេលដែលយើងមានទុក្ខព្រួយយើងអាចធ្វើទាំងអស់ហ្នឹងដែលយើងអាចឲ្យយើងមាននៅភាពធន់នៅក្នុងជីវិតរបស់យើងថែមទៀតអញ្ចឹងជារឿងមួយដែលល្អមែនតើអញ្ចឹងប្រសិនបើលោកអ្នកបងប្អូននៅទីនេះចេះភាសាអង់គ្លេសយើងអាចចាំពាក្យ accept ហ្នឹងមានពាក្យកាត់អ្វីខ្លះនោះងាយស្រួលទៅដល់លោកអ្នកបងប្អូនអរគុណច្រើនបងអញ្ចឹងយើងឃើញថា
មានរឿងជាច្រើនដែលលោកអ្នកបងប្អូនអាចធ្វើដើម្បីលួងលោមដើម្បីជួយខ្លួនឯងរបៀបដែលឲ្យយើងមានភាពធន់នៅក្នុងពេលវេលាដែលមានទុក្ខព្រួយរបស់យើងផងដែរអញ្ចឹងការប្រៀបធៀបខ្លួនកុំប្រៀបធៀបមួយអ្នកដែលល្អប្រសើរធ្វើឲ្យយើងកាន់តែទុក្ខព្រួយប៉ុន្តែខ្ញុំជឿថាទោះបីលោកអ្នកបងប្អូននៅក្នុងកម្រិតណាតែងតែមាននៅកម្រិតមួយទៀតដែលលំបាកជាងលោកអ្នកបងប្អូនហើយនឹងអញ្ចឹងយើងរីករាយមិនមានន័យថាយើងសប្បាយដែលព្រោះឃើញយើងល្អជាងគេប៉ុន្តែត្រូវដឹងថាខ្ញុំពិបាកប៉ុណ្ណឹងមានមនុស្សច្រើនដែលពិបាកជាងយើងអញ្ចឹងនឹងជួយទៅដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំផងដែរអញ្ចឹងតើមានចំណុចអ្វីទៀតដែលអាចជួយយើងក្នុងការដែលបំពេញឬក៏ឲ្យយើងចាប់ផ្ដើមចេះនៅជំនាញមួយនេះឬក៏គុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះដែលអាចដែលនិយាយឲ្យតាក់ទងជាមួយនឹងការស៊ូទ្រាំនៅក្នុងភាពធន់របស់យើងចាហ្នឹងហើយអញ្ចឹងមិញលើកទំបានមួយអញ្ចឹងយើងមានពី3ទៀតអូខេចាទី2ជំនាញមួយទៀតដែលយើងហៅថា self soothing មានន័យថាជាជំនាញដែលយើងអាចលួងលោមខ្លួនឯងព្រោះយើងដឹងថានៅពេលដែលយើងកំពុងតែជួបនៅទុក្ខព្រួយគឺរាងកាយរបស់យើងតឹងណែនហើយចង់និយាយថាវាជាឥទ្ធិពលមកលើខ្លួនរបស់យើងអញ្ចឹងការដែលយើងចំណាយពេលក្នុងការដែលយើងថែទាំក្នុងការដែលយើងលួងលោមខ្លួនឯងយើងធ្លាប់តែលើពាក្យលួងលោមហ្នឹងយើងទៅលួងលោមគេពិសេសក្មេងដែលគាត់កំពុងយំឬអត់សុបាយចិត្តយើងទៅលួងលោមគាត់ប៉ុន្តែនៅក្នុងស្ថានភាពនេះមានថាយើងក៏អាចប្រើជំនាញលួងលោមហ្នឹងមកកាន់ខ្លួនឯងដែរដោយសារយើងកំពុងតែជួបស្ថានភាពហ្នឹងយើងត្រូវការយល់ចិត្តយើងត្រូវការថែរក្សាយើងត្រូវការនិយាយទៅយើងត្រូវការលួងលោមខ្លួនឯងហើយការលួងលោមខ្លួនឯងហ្នឹងគឺមាន2ចំណុចធំដែលចំណុចទី1តាក់ទងទៅនឹងការប្រើញៀនកាយញៀនទាំង5ចាយើងធ្លាប់បានជជែកនៅជំនួបមុនអញ្ចឹងពេជ្រនៅចាំខ្លះគេថាទាំង5ហ្នឹងមានអីគេដែរដូចជាញៀន5មកភ្នែកយើងច្រមុះដាតរបស់យើងក្លិនរសជាតិច្រមុះក្លិនដៃរបស់យើងចាប់ផ្ដើមប៉ះហើយនឹងតិចរបស់យើងចាប់ផ្ដើមស្ដាប់នៅសំឡេងធម្មជាតិជុំវិញខ្លួនរបស់យើងត្រឹមត្រូវអញ្ចឹងញៀនទាំង5យើងអាចប្រើញៀនទាំង5ហ្នឹងដើម្បីលួងលោមខ្លួនយើងដែរយើងលួងលោមមិនប្រើភ្នែករបស់យើងមើលអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថាមានក្តីសុខមើលហើយយើងមានអារម្មណ៍ថាសុខស្រួលយើងមានអារម្មណ៍មានសេចក្តីសុខសាន្តយើងមានអារម្មណ៍ថាសុវត្ថិភាពយើងមានអារម្មណ៍ថាកក់ក្ដៅអញ្ចឹងអ្នកខ្លះគាត់មើលនៅរូបថតដែលគាត់ថតជួបជុំគ្រួសារឬក៏ការធ្វើដំណើរណាមួយដែលគាត់មានអារម្មណ៍ថាគាត់រីករាយសប្បាយចិត្តអញ្ចឹងយើងកំពុងសោកសៅប៉ុន្តែយើងទៅមើលរូបភាពទាំងអស់ហ្នឹងវារំលឹកយើងអំពីការចងចាំទាំងអស់ហ្នឹងចាខ្លះទៀតគាត់មើលទេសភាពគាត់មើលអ្នកដែលគាត់មានកូនដែលជាទីស្រឡាញ់របស់គាត់មើលកូនគាត់គ្រាន់តែឃើញរូបថតឬក៏គាត់ឃើញកូនគាត់កំពុងតែគេងឬក៏លេងគាត់មានអារម្មណ៍ថាអូគាត់មានក្តីសុខអញ្ចឹងយើងប្រើភ្នែករបស់យើងក្នុងការដែលយើងមើលអ្វីមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាវាកំសាន្តចិត្តយើងអញ្ចឹងណាចាហើយទី2គឺតាក់ទងទៅនឹងការស្ដាប់យើងក៏អាចប្រើការស្ដាប់របស់យើងដើម្បីលួងលោមយើងដែរជាក់ស្ដែងឧទាហរណ៍ការស្ដាប់ចម្រៀងការស្ដាប់បទចម្រៀងថ្វាយបង្គំព្រះអង្គកន្លែងនេះចង់បញ្ជាក់ដែរមិនមែនយើងសោកសៅហើយទៅស្ដាប់បទឈឺចាប់សោកសៅទៀតទេប៉ុន្តែយើងស្ដាប់បទចម្រៀងដែលលើកទឹកចិត្តបទចម្រៀងឬក៏ស្ដាប់អីដែលធ្វើឲ្យយើងមានអារម្មណ៍ល្អប្រសើរយើងមានអារម្មណ៍ថាសម្រាកអញ្ចឹងដូចជាការស្ដាប់ភ្លេងការស្ដាប់សំឡេងអីមួយដែលយើងចូលចិត្តចាទាំងអស់ហ្នឹងគឺជួយឲ្យយើងគេហៅថាយើងរាងកាយរបស់យើងបានសម្រាកចាអញ្ចឹងតើតើនឹងការស្ដាប់អ្នកខ្លះក៏ចូលចិត្តស្ដាប់សំឡេងទឹកហូរទឹកជ្រោះទឹកហូរឬក៏ខ្លះគាត់ចូលចិត្តស្ដាប់សំឡេងចាបយំហើយបើគាត់ចូលចិត្តបែបបើអ្នកនៅជនបទដូចស្ដាប់សំឡេងទឹកភ្លៀងចាអ្នកខ្លះស្ដាប់សំឡេងគេពេលព្រឹកឡើងមានសំឡេងយំជិបហ្នឹងគាត់មានអារម្មណ៍ថាអូដូចមានក្តីសុខចាអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់មានន័យថាយើងចូលចិត្តស្ដាប់សំឡេងអីយើងទៅស្ដាប់សំឡេងហ្នឹងទៅមិនថាត្រូវតែស្ដាប់សំឡេងចេះហេព្រោះអីម្នាក់ចូលចិត្តខុសគ្នាប៉ុន្តែជារួមចង់មានន័យថាយើងប្រើត្រចៀកយើងស្ដាប់នៅសំឡេងណាដែលជួយឲ្យយើងមានអារម្មណ៍ថាធូរស្រាលចាហើយមួយទៀតតាក់ទងនឹងក្លិនច្រមុះយើងក៏អាចប្រើញៀននៃគេហៅច្រមុះរបស់យើងហិតក្លិនណាដែលធ្វើឲ្យយើងមានអារម្មណ៍ថាធូរស្រាលដែរឧទាហរណ៍ជាក់ស្ដែងអ្នកខ្លះក៏ចូលចិត្ត
អុចទៀនក៏អូបនៅក្នុងបន្ទប់នៅកន្លែងការងារគាត់មានអារម្មណ៍ថាក្លិនហ្នឹងវាជួយឲ្យគាត់មានអារម្មណ៍ថា relax ធូរស្រាលចឹងទៅខ្លះគាត់ចូលចិត្តក្លិនឲ្យមានច្រើនទៀតហើយក្លិនមួយតាមចំណង់ចំណូលចិត្តចាខ្លះទៀតគាត់ចូលចិត្តក្លិនអីគេទឹកអប់អីចឹងទៅចាក្លិនផ្កាក្លិនអីអញ្ចឹងពេលហ្នឹងគឺយើងអាចយកពេលវេលាហ្នឹងទៅហិតក្លិនចាក្លិនដែលធ្វើឲ្យយើងមានអារម្មណ៍ថារាងកាយរបស់យើងបានសម្រាកក្រៅពីហ្នឹងតកតងនឹងរសជាតិអណ្ដាតរបស់យើងពេលដែលយើងសោកសៅឬអីយើងបានញ៉ាំរសជាតិដែលយើងចូលចិត្តណាមានអារម្មណ៍ថាយើងស្កប់ចិត្តហើយចាអ្នកខ្លះក៏ចូលចិត្តផ្អែមអញ្ចឹងបានញ៉ាំនំខេកបានញ៉ាំសូកូឡាឬក៏ញ៉ាំបង្អែមគាត់មានអារម្មណ៍ថាអូដូចរាងកាយគាត់បានសម្រាកអ្នកខ្លះទៅគាត់ចូលចិត្តគេហៅថារសជាតិដិតអីចឹងទៅជូរប្រៃហិលគាត់ទៅញ៉ាំបុកល្ហុងគាត់ទៅញ៉ាំអីគាត់មានអារម្មណ៍ថាអូញ៉ាំហើយដូចស្រួលខ្លួនសប្បាយចិត្តចាអញ្ចឹងចង់និយាយថាជាពេលវេលាដែលយើងអាចគេហៅថាលួងលោមខ្លួនឯងតាមរយៈសកម្មភាពតិចហ្នឹងហើយមួយទៀតការប៉ះយើងឃើញថាវាជួយពិសេសដូចជាការអោបមនុស្សជាទីស្រឡាញ់របស់យើងតែពិតការសិក្សាស្រាវជ្រាវគេបញ្យល់ច្រើនទៀតប៉ុន្តែគ្រាន់តែថាការដែលយើងប៉ះការដែលយើងអោបតាមមួយផ្លែតហ្នឹងណាគឺវាជួយកំសាន្តចិត្តយើងច្រើនណាចាពេជ្រមានកូនអញ្ចឹងអាចយល់អារម្មណ៍នឹងច្បាស់ជាងខ្ញុំអញ្ចឹងការដែលយើងគ្រាន់តែបីកូនយើងអោបកូនយើងនៅនឹងទ្រូងណាវាផ្ដល់ភាពកក់ក្ដៅដល់យើងចាសម្រាប់ក្មេងៗដូចគាត់ចូលចិត្តលេងកតុកកតាការអោបកតុកកតារបស់គាត់ការកាន់ការអោបអាទាំងអស់ហ្នឹងគឺជួយមែនតើចាអញ្ចឹងនេះគឺជាកាយញៀនទាំង5ដែលយើងអាចធ្វើដើម្បីគេហៅថាលួងលោមខ្លួនយើងចាអរគុណច្រើនបងតាមពិតរបៀបក្នុងការដែលឲ្យយើងចេះមានភាពធន់ឬក៏អាចឲ្យយើងស៊ូទ្រាំនៅពេលដែលយើងមានទុក្ខព្រួយងាយស្រួលមែនតើពេលខ្លះយើងគិតថាការប្រើប្រាស់ញៀនទាំង5ដែលយើងមានភ្នែកមានត្រចៀកមានច្រមុះមាត់ដៃនោះមានន័យថាពេលខ្លះបើសិនជាលោកអ្នកបងប្អូននៅក្នុងផ្ទះរបស់យើងមាននៅសម្ភារៈឬក៏អីផ្សេងទៀតយើងអត់ចាំបាច់ត្រូវចំណាយលុយពេលខ្លះយើងគិតថាអូដល់ចំណាយលុយដើម្បីឲ្យបានសុបាយចិត្តតែតាមពិតឧទាហរណ៍ប្រើភ្នែកខ្ញុំជឿថាប្រហែលជាបច្ចុប្បន្នកាលទោះបីលោកអ្នកបងប្អូននៅទីក្រុងភ្នំពេញក៏ដោយក៏ព្យាយាមឲ្យមានដើមឈើរុក្ខជាតិរបស់យើងពណ៌បៃតងឬក៏ដើមផ្កាអញ្ចឹងលោកអ្នកបងប្អូនអាចចេញទៅមើលផ្កាទៅមើលសម្រស់របស់ផ្កានឹងទៅមើលភាពអស្ចារ្យដែលព្រះបានដាក់នៅក្នុងរុក្ខជាតិទាំងអស់ហ្នឹងអញ្ចឹងអាចជួយក្លិនរបស់យើងអាចទៅហិតក្លិនណាមួយដែលយើងចូលចិត្តឬក៏យើងទៅដូចដកដង្ហើមនៅក្នុងគ្រាន់តែសម្រាប់ខ្ញុំចូលចិត្តក្លិនក្រអូបប៉ុន្តែខ្ញុំអត់ចូលចិត្តក្លិនផ្ទាល់ទៅទឹកអប់ខ្ញុំអត់ចូលចិត្តដូចវាធំក្លិនខ្លាំងពេកសម្រាប់ខ្ញុំតែខ្ញុំគិតថាបើយើងចេញទៅខាងក្រៅបរិយាកាសគ្រាន់តែដកដង្ហើមបរិយាកាសដែលបរិសុទ្ធអត់មានផ្សែងអត់មានទលីដីមានន័យថាក្លិនធម្មជាតិហ្នឹងក្លិនខ្យល់ហ្នឹងចាជួយសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបក្លិនដែលធម្មជាតិណាក្លិននៅក្នុងបរិយាកាសអត់មែនសំដៅទៅលើក្លិនផ្សែងក្លិនទលីដីអញ្ចឹងបើលោកអ្នកបងប្អូនមានឱកាសឬក៏មានអំណោយផលជាពិសេសអ្នកដែលនៅតាមជនបទស្រែចម្ការចាក្លិនមួយហ្នឹងគឺមិនអាចកាត់ថ្លៃបានអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តអញ្ចឹងខ្ញុំជឿថាហើយទាំងអស់ហ្នឹងយើងអត់ត្រូវបាច់ចំណាយធនធានឬក៏ថវិកាយើងច្រើនពេកទេការប៉ះពាល់ការញ៉ាំរសជាតិអីផ្សេងអញ្ចឹងជួយមែនតើអរគុណច្រើនអញ្ចឹងនេះគឺជារបៀបដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំអាចមាននៅសមត្ថភាពក្នុងការដែលចេះលួងលោមខ្លួនឯងចាតើមានអ្វីទៀតទេបងដើម្បីជួយឲ្យយើងរបៀបណាខ្លះដែលអាចឲ្យយើងស៊ូទ្រាំចាលទ្ធភាពស៊ូទ្រាំនៅក្នុងទុក្ខលំបាករបស់យើងមានមួយទៀតនៅក្នុងការលួងលោមខ្លួនឯងហ្នឹងគឺការធ្វើចលនាចាដូចយើងបាននិយាយបន្តិចពីមុនអញ្ចឹងការធ្វើចលនាក៏យើងអាចជួយខ្លួនឯងដែរការដែលយើងគ្រាន់ថាគោះខ្លួនឯងការដែលយើងដាក់ដៃចេះហើយយើងគេហៅថាយើងអោបខ្លួនឯងយើងគោះខ្លួនឯងអាហ្នឹងក៏ជាសកម្មភាពមួយជួយលួងលោមខ្លួនឯងដែរ
ចាយើងដាក់ចេះយើងគ្រាន់តែគួរខ្លួនឯងប្រាប់ខ្លួនឯងអាហ្នឹងវាជួយយើងចាការដែលយើងពុតខ្លួនការដែលយើងធ្វើចលនាងើបដើររាំទាំងអស់ហ្នឹងគឺជួយឲ្យយើងអាចលួងលោមខ្លួនឯងដែរការដែលយើងមានអីកាន់យើងច្បាច់តិចផ្សេងពេលដែលយើងថប់បារម្ភឬក៏យើងព្រួយបារម្ភអីយើងកាន់កូនបាល់ឬអីវាជួយយើងដែរចាអាសកម្មភាពតិចហ្នឹងវាជួយយើងហើយខ្លះទៀតពេលដែលយើងទៅងូតទឹកយើងច្រៀងយើងច្រៀងនៅកំឡុងពេលហ្នឹងក៏វាជួយយើងដែរយើងបានប្រាញាណទាំង5របស់យើងដែរចាអញ្ចឹងការធ្វើចលនាគឺជារបៀបមួយនៅក្នុងការលួងលោមខ្លួនឯងហើយក្រៅពីហ្នឹងចំណុចទី3ធំគឺតាក់ទងទៅនឹងដែលយើងថាធ្វើឲ្យស្ថានភាពល្អប្រសើរឡើងចានៅក្នុងការដែលយើងធ្វើឲ្យស្ថានភាពល្អប្រសើរឡើងហ្នឹងគឺមានពាក្យមួយដែលគេសរសេរកាត់ថា improve ហើយពាក្យ improve ហ្នឹងមកពីពាក្យទី1តាក់ទងទៅនឹងimagery រូបភាពចារូបភាពចាទេសភាពឬក៏អីដែលជួយឲ្យយើងមានអារម្មណ៍ថាល្អប្រសើរឡើងចាដែលយើងអាចថាប្រើភ្នែករបស់យើងមើលរូបភាពណាដែលយើងមានអារម្មណ៍ថាវាជួយយើងចាពេលនោះវាជួយបង្កើននៅឲ្យអ្វីដែលកំពុងតែមានហ្នឹងវាល្អប្រសើរឡើងចាទី2តាក់ទងទៅនឹងអក្សរ M meaning មានន័យថាអត្តន័យចាទទួលស្គាល់ថាពេលយើងមានទុក្ខលំបាកគឺវាទុកលំបាកហើយប៉ុន្តែបើយើងអាចរកឃើញអត្តន័យនៅក្នុងទុកលំបាកហ្នឹងគឺជួយយើងដែរជាក់ស្ដែងខ្ញុំបានលើនៅពេលដែលយើងជួបស្ថានភាពបញ្ហាប្រទេសជាតិរបស់យើងអ្នកខ្លះគាត់មើលឃើញថាស្ថានភាពនេះបង្រៀនឲ្យយើងប្រឹងប្រែងបង្រៀនឲ្យយើងខំរៀនសូត្រជាងមុនបង្រៀនឲ្យយើងពង្រឹងនៅសមត្ថភាពយើងច្រើនជាងមុនអញ្ចឹងវាជួយឲ្យយើងពេលក្រោយយើងកាន់តែមានសមត្ថភាពយើងកាន់តែអាចធ្វើនៅកិច្ចការជាច្រើនទៀតចាអញ្ចឹងយើងរកឃើញអត្តន័យនៅក្នុងភាពឈឺចាប់ហ្នឹងចាហើយមួយទៀតតាក់ទងទៅនឹងអក្សរ P គឺការអធិដ្ឋាន prayer អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ដែលជាអ្នកជឿព្រះយេស៊ូវគឺការអធិដ្ឋានជួយខ្ញុំច្រើនមែនតើពិសេសនៅពេលដែលជួបការលំបាកគឺមិនមែនគ្រាន់តែអធិដ្ឋានពេលដែលយើងទៅក្រុមជំនុំទេប៉ុន្តែយើងអធិដ្ឋានរាល់ថ្ងៃពេលណាដែលយើងនឹកឃើញពេលណាដែលយើងឈឺចាប់យើងចូលទៅព្រះអង្គពាក្យអធិដ្ឋាននេះជួយឲ្យយើងបានបង្កើននៅបច្ចុប្បន្នភាពរបស់យើងនឹងឲ្យល្អប្រសើរឡើងថែមទៀតចាហើយអក្សរ P មកសំទោអក្សរ R មកពីពាក្យ relaxation ការដែលយើងសម្រាកការដែលយើងបន្ធូរបន្ថយរាងកាយរបស់យើងឲ្យខ្លួនយើងបានសម្រាកអាហ្នឹងវាជួយយើងច្រើនដែរចាហើយអក្សរ O មកពីពាក្យថា one thing in the moment មានន័យថាយើងអាចធ្វើច្រើនក្នុងពេលតែមួយទេពិសេសអំឡុងពេលយើងកំពុងតែពិបាកផ្ដោតម្ដងមួយយើងជ្រើសរើសអាមួយណាដែលសំខាន់ហើយមានអត្ថប្រយោជន៍មុនគេយើងធ្វើអាហ្នឹងម្ដងមួយយើងគិតម្ដងមួយយើងមិនអាចធ្វើច្រើនក្នុងពេលតែមួយនឹងបានទេអក្សរ V មកពីពាក្យថា vocation មានន័យថាយើងត្រូវការសម្រាកយើងត្រូវការដកឃ្លាពីព្រោះបើសិនយើងកំពុងតែប្រឈមឬក៏កំពុងតែជួបនៅអាស្ថានភាពហ្នឹងវាចង់និយាយទាំងរាងកាយទាំងអារម្មណ៍ទាំងចិត្តគំនិតយើងនឹងវាតឹងណែនអស់ហើយអញ្ចឹងបើសិនយើងគ្រាន់តែដកឃ្លាមកជាអ្នកខ្លះក៏អាចសម្រាកមួយថ្ងៃពីរថ្ងៃអ្នកខ្លះក៏បើយើងអត់មានពេលប៉ុណ្ណឹងយើងគ្រាន់តែពេលមួយផ្លែតមួយនាទីពី3នាទីហ្នឹងងើបដើរចេញដកដង្ហើមញ៉ាំទឹកតែបន្តិចអាហ្នឹងក៏ជួយឲ្យយើងបានល្អប្រសើរដែរចាអញ្ចឹងនេះពាក្យអក្សរកាត់មួយទៀតគឺអក្សរ E មកពីពាក្យថា encouragement លើកទឹកចិត្តខ្លួនឯងលើកទឹកចិត្តនេះមិនចាំបាច់តតែគេលើកទឹកចិត្តយើងទេយើងខ្លួនឯងធ្វើជាអ្នកលើកទឹកចិត្តខ្លួនឯងពិសេសនៅក្នុងស្ថានភាពដែលយើងកំពុងតែជួបការលំបាកហ្នឹងយើងអាចនិយាយថាសមនអាចធ្វើបានអត់អីទេសមនអាចឆ្លងផុតនៅទុក្ខលំបាកនេះបានព្រោះអីសមនធ្លាប់ឆ្លងកាត់ពីមុនអញ្ចឹងជឿថាទុក្ខលំបាកនេះសមនក៏អាចឆ្លងផុតបានដែរអញ្ចឹងយើងលើកទឹកចិត្តខ្លួនឯងយើងមិនចាំតតែគេលើកទឹកចិត្តយើងទេព្រោះពេលខ្លះគេកំពុងតែរវល់ទុកលំបាកគេដែរហើយអញ្ចឹងយើងក៏អាចលើកទឹកចិត្តខ្លួនឯងដែរហើយចំណុចទី2មួយទៀតនោះពីធំមួយទៀតនោះការទទួលស្គាល់ទទួលយកស្ថានភាពនឹងទាំងស្រុងចាព្រោះអីវាកាក់ឡើងយើងអាចផ្លាស់ប្ដូរអីបានទេកាលណាយើងកាន់តែបដិសេធវាកាន់តែចូលមកហើយធ្វើឲ្យយើងកាន់តែឈឺចាប់ប៉ុន្តែបើយើងគ្រាន់តែទទួលយកវាយើងទទួលស្គាល់ថារឿងដែលកាក់ឡើងនៅក្នុងជីវិតយើងនៅក្នុងប្រទេសជាតិយើងវាកាក់ឡើងមែនយើងទទួលស្គាល់ហើយយើងរកនៅរបៀបក្នុងការដែលយើងអាចទ្រាំទ្ររបៀបក្នុងការដែលយើងស៊ូទ្រាំនៅក្នុងទុក្ខលំបាកហ្នឹងយើងអាចឆ្លងផុតទៅបានប៉ុន្តែបើយើងនៅតែបដិសេធអ្វីដែលបានកាត់ឡើងយើងអត់អាចទៅធ្វើអីបានហើយយើងខ្លួនឯងហ្នឹងនឹងកាន់តែឈឺចាប់ចានេះគឺជាចំណុចចានៅក្នុងការដែលយើងអាចធ្វើឲ្យស្ថានភាពល្អប្រសើរឡើងហើយចំណុចធំមួយទៀតទី4ចុងក្រោយនេះការដែលយើងគិត
ហើយនឹងការសម្រេចចិត្តតែយើងមើលទៅលើការសម្រេចចិត្តហ្នឹងអ្វីដែលជាចំណុចដែលជាគុណសម្បត្តិនិងគុណវិបត្តិហើយយើងឆ្លងថ្លែងបើសិនខ្ញុំធ្វើអញ្ចឹងវាផ្ដល់ផលប្រយោជន៍អីខ្លះហើយវាមានគុណវិបត្តិអីគេខ្លះបើខ្ញុំធ្វើអញ្ចឹងមិនដែរបន្ទាប់មកយើងជ្រើសរើសនិងសម្រេចចិត្តអញ្ចឹងទាំង4ធំនេះគឺជាជំនាញក្នុងការដែលយើងអាចជួយចាខ្លួនឯងស៊ូទ្រាំនៅពេលដែលយើងជួបនៅទុក្ខព្រួយចាអរគុណច្រើនបងអញ្ចឹងខ្ញុំជឿថានេះគឺជាពេលវេលានេះជាជំនាញមួយដែលលោកអ្នកហើយនឹងខ្ញុំគួរតែមាននៅក្នុងជីវិតរបស់យើងពីព្រោះយើងអត់ដឹងថាតើពេលវេលាណាតើថ្ងៃស្អែកគឺជាពេលវេលាបែបណាសម្រាប់យើងរីករាយឬក៏ទុក្ខសោកឬក៏ទុក្ខព្រួយឬក៏ការឈឺចាប់ទេអញ្ចឹងនៅពេលដែលយើងអាចមាននៅជំនាញមួយនេះអាចនឹងជួយទៅដល់លោកអ្នកបងប្អូនដូចខ្ញុំនិយាយដដែលខ្ញុំនៅតែឆ្លាញ់ពាក្យថាធ្វើឲ្យយើងធន់នឹងទោះបីជាព្រោះត្រូវដឹងថាដោយអត្តន័យនៃដែលថាការស៊ូទ្រាំនៅក្នុងភាពទុក្ខព្រួយនោះគឺមានន័យថាយើងត្រូវទទួលស្គាល់ថាជីវិតនឹងមានហើយទុក្ខសោកគ្រាន់តែរូបភាពនិងរបៀបហើយនឹងពេលវេលាខុសពីគ្នាប៉ុន្តែចាទំហំនៃការឈឺចាប់គឺផ្សេងពីគ្នាហើយវាដូចគ្នាឧទាហរណ៍ថាលោកអ្នកបងប្អូនខ្លះជួបនៅអារម្មណ៍ឬក៏ទុក្ខសោកណាមួយដែលយើងអ្នកដទៃគាត់គិតថាអត់អីប៉ុណ្ណឹងប៉ុន្តែចំពោះបងប្អូនដទៃផ្សេងទៀតគាត់ថាឈឺចាប់មែនតើអញ្ចឹងការដែលទុក្ខព្រួយនោះគឺមានខុសពីគ្នាប៉ុន្តែទំហំនៃការឈឺចាប់ស្មើគ្នាទៅតាមការដែលយើងឲ្យអត្តន័យនៃការឈឺចាប់ឬក៏ជីវិតរបស់យើងអត្តន័យនៃជីវិតអ្វីដែលខ្ញុំរៀនបានមួយទៀតជួយយើងនៅពេលដែលមានទុក្ខព្រួយរបៀបដែលអាចឲ្យយើងឆ្លងកាត់បានគឺការដែលយើងជៀសវាងគ្រាន់តែគិតថាវាឈឺចាប់តែយើងអាចរៀនបានថាតើអ្វីដែលយើងអាចរៀនបានពីទុក្ខព្រួយហ្នឹងដូចបងស្រីបានលើកឡើងថានៅក្នុងបច្ចុប្បន្នកាលពេលវេលាដែលកន្លងមកនៅក្នុងប្រទេសយើងជួបនៅកលៈទេសៈសង្គ្រាមទុក្ខលំបាកហ្នឹងធ្វើឲ្យប្រជាជនរបស់យើងជាពិសេសយុវវ័យយុវជនចាប់ផ្ដើមប្រឹងប្រែងថាយើងត្រូវតែក្រោកឈរនៅក្នុងចំណេះដឹងយើងត្រូវតែខំប្រឹងប្រែងសង្វាតយកចំណេះជំនាញដាក់នៅក្នុងជីវិតរបស់យើងឲ្យកាន់តែច្រើនតាមតែអាចធ្វើទៅបានទៅតាមលទ្ធភាពរបស់យើងចាសម្រាប់ខ្ញុំរៀនបានថាពេលខ្លះយើងគិតថានៅពេលដែលខ្ញុំមានលុយអ្វីនឹងល្អនៅក្នុងជីវិតប៉ុន្តែតាមពិតទៅនៅពេលដែលគ្រានៃទុក្ខលំបាកមកដល់យើងអត់ដែលគិតអត់ដែលបានត្រៀមខ្លួនជាមុនថានឹងមានសង្គ្រាមនៅក្នុងបច្ចុប្បន្នកាលនេះយើងអត់ដែលត្រៀមខ្លួនពីព្រោះខ្ញុំផ្ទាល់ខ្ញុំធ្លាប់តែលើពីឪពុកខ្ញុំម្ដាយខ្ញុំដែលគាត់ឆ្លងកាត់នៅសម័យកាលដ៏ខ្មៅងងឹត3ឆ្នាំ8ខែហើយយើងគិតថាមកដល់បច្ចុប្បន្នកាលចំនួនខ្ញុំចំនួនកូនខ្ញុំប្រហែលជាមិនមានពាក្យថាសង្គ្រាមនឹងកើតឡើងទៀតទេប្រហែលជាវាគ្រាន់តែជាពាក្យនៅក្នុងសៀវភៅនៅក្នុងវចនានុក្រមប៉ុន្តែវាអត់បានកើតឡើងនៅក្នុងជីវិតប៉ុន្តែវាបានកើតឡើងអញ្ចឹងធ្វើឲ្យខ្ញុំចាប់ផ្ដើមដឹងថាយើងជីវិតរបស់យើងមិនអាចពឹងផ្អែកតែលើអ្វីមួយឬយើងគិតថាប្រហែលជាមានទ្រព្យសម្បត្តិនឹងល្អប្រសើរឬក៏យើងគិតថាប្រហែលជាខ្ញុំមាននេះមួយជីវិតខ្ញុំនឹងល្អប្រសើរអត់ទេតាមពិតយើងត្រូវតែរីករាយហើយនឹងយើងចេះចែករំលែកនៅពេលដែលយើងមានទុក្ខលំបាកអញ្ចឹងធ្វើឲ្យខ្ញុំសប្បាយចិត្តមែនតើក្នុងការដែលឃើញប្រជាជនរបស់យើងគាត់ចែករំលែកគាត់អត់គិតអំពីថាខ្ញុំនឹងបានអីហូបទេប៉ុន្តែជាពិសេសឃើញបងប្អូនយើងនៅតាមបណ្ដាខេត្តនិងក្រុងផ្សេងដែលអត់បានប៉ះពាល់ដោយផ្ទាល់ដូចជាទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងមួយចំនួនដែលគាត់អត់ប៉ះពាល់សង្គ្រាមគ្រប់គ្នាចូលរួមខ្ញុំជឿថាប្រជាជនសឹងតែទូទាំងប្រទេសចូលរួមជាថវិកាចាចែករំលែកនៅក្នុងសម្ភារៈនិងថវិកាដែលអាចព្រោះបងប្អូនយើងមួយចំនួនតិចទេបើយើងប្រៀបធៀបនឹងអ្នកដែលបរិច្ចាគថវិកាច្រើនជាងអ្នកដែលបានទៅផ្ទាល់មានបងប្អូនយើងខ្លះគាត់មានលទ្ធភាពគាត់អាចទៅផ្ទាល់បានចាគាត់ចែករំលែកទាំងធនធានគាត់មានផ្ទាល់ខ្លួនគាត់ចែករំលែកទាំងពេលវេលានិងកម្លាំងរបស់គាត់អញ្ចឹងខ្ញុំឃើញថាមនុស្សនៅពេលដែលយើងបានជួយអ្នកណាម្នាក់យើងសប្បាយចិត្តចាខ្ញុំផ្ទាល់ខ្ញុំមិនអាចទៅដល់កន្លែងជំរំភេសជ្ជៈដោយសារតែខ្ញុំមានកូនមានការងារប៉ុន្តែគ្រួសារខ្ញុំស្វាមីរបស់ខ្ញុំបានទៅដល់ប៉ុន្តែអ្វីដែលខ្ញុំហើយនឹងកូនអាចធ្វើទៅបានយើងនៅផ្ទះ
យើងខ្ចប់អាហារយើងខ្ចប់អីវ៉ាន់យើងរៀបចំដើម្បីផ្ញើទៅដល់បងប្អូនអញ្ចឹងធ្វើឲ្យខ្ញុំហើយនឹងកូនរបស់ខ្ញុំចាប់ដើមមានន័យយើងຕົកព្រួយប៉ុន្តែយើងមានសេចក្តីអំណរសប្បាយចិត្តដែលយើងបានជួយទៅដល់អ្នក ចា ដទៃ ចា អរគុណច្រើនអញ្ចឹងតើជាចុងបញ្ចប់តើអ្វីដែលជាការលើកទឹកចិត្តបងទៅដល់បងប្អូនរបស់យើងនៅពេលនេះចាសូមជើញ ចាខ្ញុំចង់អាននៅពាក្យអធិដ្ឋានមួយដែលគេហៅថា serenity prayer ការអធិដ្ឋានភាពស្ងប់សុខឬស្ងប់ស្ងៀមអរព្រះជាម្ចាស់អើយសូមប្រទានឲ្យទូបង្គំនៅភាពស្ងប់ស្ងៀមដើម្បីទទួលយកអ្វីដែលទូបង្គំមិនអាចផ្លាស់ប្ដូរបានចិត្តក្លាហានដើម្បីផ្លាស់ប្ដូរអ្វីដែលទូបង្គំអាចធ្វើបាននិងប្រាជ្ញាដើម្បីស្គាល់លក្ខណៈខុសគ្នារស់មួយថ្ងៃក្នុងមួយពេលរីករាយមួយឱកាសក្នុងមួយពេលទទួលយកទុក្ខលំបាកជាផ្លូវទៅកាន់សន្តិភាពទទួលយកដោយព្រះយេស៊ូវបានធ្វើពិភពលោកដែលមានបាបដូចពេលបច្ចុប្បន្នមិនមែនដូចខ្ញុំចង់បានវាឡើយដោយទុកចិត្តថាព្រះអង្គនឹងធ្វើអ្វីៗទាំងអស់ត្រឹមត្រូវប្រសិនបើទូបង្គំចុះចូលនឹងបំណងព្រះហត្ថីរបស់ព្រះអង្គដូច្នេះទូបង្គំអាចរីករាយយ៉ាងសមហេតុផលនៅក្នុងជីវិតនេះហើយរីករាយយ៉ាងខ្លាំងជាមួយព្រះអង្គជារៀងរហូតនៅពេលបន្ទាប់ចាសូមព្រះប្រទានពរបងប្អូន អរគុណច្រើនអរគុណបងសម្រាប់ពេលវេលាក៏ដូចជាការចែករំលែក អរគុណដូចគ្នា នៅជំនាញមួយដ៏សំខាន់នៅក្នុងជីវិតគឺជាជំនាញនៃការស៊ូទ្រាំពេលមានទុក្ខព្រួយតែលោកអ្នកបងប្អូនហើយនឹងខ្ញុំជឿថាជាតម្រូវការចាំបាច់បំផុតនៅក្នុងបច្ចុប្បន្នកាលយើងខ្ញុំទាំងពីរនាក់ក៏អរគុណសម្រាប់ការតាមដានទស្សនាសង្ឃឹមថានឹងជួយទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយសូមព្រះជាម្ចាស់បានប្រទានពរ អរគុណ